ដំណឹងបន្ទាន់សៀមត្រៀមប្រយុទ្ធជាមួយមីយ៉ាន់ម៉ាស្របពេលមីយ៉ាន់ម៉ាបានបើកកាប់បាញ់ប្រហារចូលដីថៃធ្វើឲ្យប្រទេសថៃរបស់3នាក់យ៉ាងធ្ងន់ធ្ងរពលរដ្ឋថៃប្រមាណជាង10លាននាក់កំពុងតែប្រឈមមុខជាមួយនឹងជំងឺផ្លូវដង្ហើមដោយសារតែខ្យល់ពុលនៅក្រុងបាងកកអនុទានឆាបរកុលចេញសារបដិសេធជាបន្ទាន់ក្នុងការចាប់ប្រកាន់រឿងរ៉ាវ scammer របស់ថៃបាទអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់គំនិតសម្រាប់រាត្រីថ្ងៃទី6ខែធ្នូឆ្នាំ2025នេះខ្ញុំមានដំណឹងថ្មីក្តៅទាន់ហេតុការណ៍ដើម្បីជម្រាបជូនពុកម៉ែបងប្អូនដំណឹងយើងនៅក្នុងរាត្រីនេះគឺពាក់ព័ន្ធទៅនឹងករណីមីយ៉ាន់ម៉ាបានបើកកាប់បាញ់ប្រហារសារជាថ្មីចូលដីថៃខណៈពេលនេះមេតបថៃបានចេញមុខប្រកាសជាបន្ទាន់ថាបើសិនមានលើកឡើងទៀតនឹងបាញ់តបតវិញប្រកាសសង្គ្រាមជាមួយមីយ៉ាន់ម៉ាជាមិនខាននេះគឺជាការគម្រាមកំហែងរបស់មេតបថៃកាលពីថ្ងៃទី6ខែធ្នូឆ្នាំ2025ព្រឹកមិញនេះដើម្បីកុំឲ្យខាតពេលវេលាយូរយើងមកតាមដានទស្សនានៅវីដេអូពេញជាមួយខ្ញុំបាទទាំងអស់គ្នាបើយោងទៅតាមការចុះផ្សាយរបស់កាសែតរបស់ថៃបានដឹងថាអ្នកភូមិថៃ2នាក់បានរងរបួសធ្ងន់នៅថ្ងៃសុក្រទី5ម្សិលមិញនៅពេលដែលកំភ្លើងត្បាល់ធំទំហំរហូតដល់81មីលីម៉ែត្រដែលបានបាញ់ចេញពីទឹកដីមីយ៉ាន់ម៉ាធ្លាក់ចូលដីថៃគឺនៅភូមិម៉ែកូនកែក្នុងស្រុកម៉ែឈូតខេត្តតាប្រទេសថៃហេតុការណ៍នេះធ្វើឲ្យគ្រាប់បែកជាច្រើនដូចជាបំណែកនៃគ្រាប់បែកបានធ្លាក់ចូលដីថៃឆេះអស់ផ្ទះសម្បែងនិងរបួសពលរដ្ឋថៃនិងបង្ខំឲ្យអាជ្ញាធរថៃជំរាបប្រជាជនជាបន្ទាន់ពីតំបន់ព្រំដែនដែលមានហានិភ័យខ្ពស់ហេតុការណ៍នេះបង្ហាញពីការផ្ទុះអាវុធរវាងយោធាមីយ៉ាន់ម៉ានៅសប្តាហ៍នេះជាមួយនឹងក្រុមឧទាមផ្សេងៗរបស់មីយ៉ាន់ម៉ាដែលកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្លាឡើងឆ្លើយតបទៅនឹងហេតុការណ៍នេះឧត្តមសេនីយ៍របស់ថៃបានបញ្ជាក់ថាក្របផ្លងនេះបានមកពីការប្រយុទ្ធគ្នាដែលកំពុងតែបន្តវិលុកយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងទឹកដីខាងមីយ៉ាន់ម៉ាឯណោះទេលោកបាននិយាយថាអង្គភាពថៃបានធ្វើសកម្មភាពក្រោមច្បាប់នៃការចូលរួមដោយបានការបាញ់ព្រមាននិងសម្របសម្រួលតាមយន្តការផ្សេងៗផងដែរបន្ថែមលើពីនេះទៀតនៅក្នុងទឹកដីថៃទោះជាយ៉ាងណាក៏ដោយឧត្តមសេនីយ៍ខាងលើបានព្រមានថាប្រសិនបើឧបទ្ទវហេតុនេះកើតឡើងម្ដងទៀតយោធាថៃនឹងរឹតបន្តឹងហើយត្រៀមខ្លួនជាស្រេចក្នុងការតបតជាមួយមីយ៉ាន់ម៉ាវិញក្នុងករណីចាំបាច់ណាមួយជាក់ស្ដែងបច្ចុប្បន្ននេះថៃកំពុងតែជំរាបប្រជាជនចេញពីតំបន់ដែលមានគ្រោះថ្នាក់ដើម្បីទៅកាន់ទីទួលសុវត្ថិភាពផ្សេងៗជៀសវាងមានបញ្ហាផ្សេងៗជាមួយនឹងក្រុមមីយ៉ាន់ម៉ាបាទបងប្អូនដូចបងប្អូនបានឃើញអញ្ចឹងពាក់ព័ន្ធនឹងរូបភាពផ្សេងៗបញ្ហាផ្សេងៗដែលកំពុងតែផ្ទុះនេះគឺជាសង្គ្រាមរវាងមីយ៉ាន់ម៉ានិងក្រុមឧទាមអាការ៉ែនដែលកំពុងតែធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបាទនៅតំបន់ព្រំដែនជាមួយនឹងថៃក៏ដូចជាជាមួយនឹងមីយ៉ាន់ម៉ាហ្នឹងអញ្ចឹងអាក្របផ្លោងផ្សេងៗវាចេះធ្លាក់ចូលដីថៃម្ដងហើយម្ដងទៀតបាទបើគិតត្រឹមពេលនេះគឺការធ្លាក់ចូលនេះគឺមិនតិចជាង10ទៅ20ដងទេគឺធ្លាក់ចូលច្រើនណាស់ហើយនៅរបួសក៏ច្រើនដែរបាទហើយការពីថ្ងៃមុនក៏របួសហើយការពីថ្ងៃទី5ម្សិលមិញគឺមានរបួសក៏ដូចជាមានដូចជាមិនស្លាប់បាទបានធ្វើរបួសមុំឯងហើយឆេះផ្ទះឆេះសម្បែងឆេះឡានខ្ទេចខ្ទីឡានអញ្ចឹងទៅបាទជាពិសេសគឺផ្ទះប្រត់តែម្ដងគឺកំពុងតែខូចខាតហើយថៃក៏បានរៀបចំជំនះប្រជាជនរបស់ខ្លួនពីតំបន់ព្រំដែនក្រែងមានហានិភ័យណាមួយដែលកើតឡើងជាយថាហេតុបងប្អូនលោកយើងងាកមើលសារព័ត៌មានរបស់ខ្មែរយើងម្ដងពាក់ព័ន្ធនឹងការចុះផ្សាយជាមួយនឹងបញ្ហាខាងលើហ្នឹងគឺបានចុះផ្សាយផងដែរដោយកសែតកម្ពុជាថ្មីនិងកសែតផ្សេងៗទៀតបាទលោកខ្ញុំលើកយកកសែតកម្ពុជាថ្មីខ្មែរយើងបាទយើងឲ្យទៅខាងកសែតកម្ពុជាថ្មីបាទយើងយោងតាមកសែតកម្ពុជាថ្មីវិញដោយសារតែកម្ពុជាថ្មីបានសរសេរព័ត៌មានហ្នឹងល្អដែរពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗជាពិសេសគឺចំនួនរវាងព្រំដែនផ្សេងៗតាំងពីដើមមកអញ្ចឹងយើងមកប្រៀបធៀបគ្នាការផ្សាយពាក់ព័ន្ធទៅនឹងព័ត៌មានតែមួយប៉ុន្តែកសែតកម្ពុជាថ្មីនិងកសែតថៃយ៉ាងមុនហ្នឹងគឺជាការផ្សាយរបស់កសែតថៃបាទគឺមានការផ្សាយផ្សេងៗដូចខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងឥឡូវងាកមើលសារព័ត៌មានរបស់កសែតកម្ពុជាថ្មី International វិញម្ដងបាទយោងតាមការចុះផ្សាយរបស់កសែតកម្ពុជាថ្មី International បាននិយាយថាបានសរសេរថាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធជនជាតិភាគតិចតាមដៃព្រំដែនទល់មុខនឹងភូមិម៉ាកុងកែនក្នុងខេត្តតាប្រទេសថៃបានបណ្ដាលឲ្យគ្រាប់បែកធំគឺទំហំរហូតដល់81មីលីម៉ែត្រមួយគ្រាប់ធ្លាក់ចូលក្នុងទឹកដីថៃកាលពីថ្ងៃសុក្របណ្ដាលឲ្យមនុស្ស2នាក់រងរបួសយោងតាមភ្នាក់ងាររបស់ថៃគឺ MCOT និងទូរទស្សន៍ប៉ូលី3អ្នកស្រុកម៉ាឈតបានរាយការណ៍ថាការបាញ់ប្រហារនិងការផ្ទុះជាបន្តបន្ទាប់នៅភូមិខាងមីយ៉ាន់ម៉ាបែរភូមិបានម៉ានឡាប៉ាជាទីតាំងដែលប៉ះទង្គិចគ្នានៅតែបន្តដោយមានការប្រើប្រាស់កំភ្លើងធំកំភ្លើងតូចនិងអាវុធធុនធ្ងន់នៅម៉ោងប្រមាណ11:50នាទីព្រឹកគ្រាប់បេមួយគ្រាប់បានធ្លាក់ចូលវត្តគឺវត្តមហាវង្សក្នុងភូមិមូ9ឃុំមហាវ៉ាន់ដែលបណ្ដាលឲ្យមានការផ្ទុះយ៉ាងខ្លាំងក្លាផងដែរកងទ័ពពិសេសរបស់ថៃគឺណារ៉ាស៊ុនបានឆ្លើយតបពីភូមិគឺបានរាយការណ៍អំពីការរងគ្រោះដូចជាបុរសម្នាក់វ័យ68ឆ្នាំបានរងរបួសធ្ងន់ដោយសារតែអំបែងគ្រាប់នៅចំពោះខណៈពេលដែលអ្នកតាមផ្លូវតាមភូមិផ្សេងៗត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យម៉ាឈុតផងដែរបងប្អូននេះគឺជាការចុះផ្សាយរបស់កាសែតកម្ពុជាថ្មីយើងឃើញថាការចុះផ្សាយលម្អិតជាងកាសែតខាងថៃផ្សាយមកច្បាស់បាទអត់ជាលម្អិតអីមែនទេអញ្ចឹងយើងពិបាកនឹងស្ដាប់បន្តិចពាក់ព័ន្ធទៅនឹងការផ្សាយរបស់កាសែតខាងថៃហ្នឹងប៉ុន្តែខាងកម្ពុជាថ្មីយើងឃើញថាលោកលម្អិតបានល្អពាក់ព័ន្ធទៅនឹងព័ត៌មានផ្សេងៗបាទជាពិសេសគឺព័ត៌មានអន្តរជាតិតែម្ដងមេតបរបស់ថៃបាននិយាយថាទាហានថៃបានបាញ់ឆ្លើយតបជាមួយនឹងគ្រាប់កំភ្លើងពិសេស2គ្រាប់ដែរនិងបាញ់ផ្សាយផ្សេងគឺផ្សាយមួយគ្រាប់ហើយបានប្រមានថាកងកម្លាំងថៃនឹងសងសឹកភ្លាមនឹងខ្លាំងក្លាបើសិនមានកំភ្លើងធំបន្ថែមទៀតឡងចូលដីថៃលោកបានអះអាងថាប្រទេស
ទេសថៃមិនមានបំណងខ្លាចជាភាគីចំនួនទេហើយជឿជាក់ថាឧបទ្ទវហេតុនេះអាចជាការប៉ុនប៉ងដើម្បីបង្កហេតុឲ្យមានការឆ្លើយតបពីភាគីថៃដូចជាពីភាគីប្រយុទ្ធគ្នាទៅវិញទៅមកបាទអំនេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងការឆ្លើយតបរបស់មេតបរបស់ថៃបាទដូចជាខ្លាចមីយ៉ាន់ម៉ាបាទដូចជាខ្លាចមីយ៉ាន់ម៉ាដូចជាមិនហ៊ានមួយមីយ៉ាន់ម៉ាទេដូចច្បាស់បាទលៀតហ៊ាននេះបាទបានត្រឹមតែបាញ់ផ្សាយពលផ្សេងៗហ្នឹងឯងប៉ុន្តែគេខណៈជីមកគម្រាមថាបើសិនជាមានគ្រួទៀតគេនឹងធ្វើការសងសឹកដូចជាធ្វើការតបបាញ់ទៅវិញហើយបាទតែចាក់ស្ដាយយើងចាំមើលទាំងអស់គ្នាតើថៃអាចហ៊ានបាញ់ទៅមីយ៉ាន់ម៉ាវិញឬយ៉ាងណាបាទឥឡូវយើងងាកមើលផ្សាយពលនៅខាងប្រទេសថៃតែម្ដងកំពុងតែមានបញ្ហាក្រុមអង្គគឺប្រជាប្រដ្ឋថៃប្រមាណជាង8ទៅ9លាននាក់បាទគឺកំពុងតែជួបបញ្ហានេះខ្លាំងណាស់បាទគឺអាផ្សាយពលបាន PM2.5.2 គេមែនទេគឺកំពុងតែវាយលុកខ្លាំងនៅប្រទេសថៃបាទអញ្ចឹងបងប្អូនយើងដែលជាបងប្អូនប្រុសខ្មែរដែលនៅថៃនឹងគួរតែមានការប្រុងប្រយ័ត្នមែនទែនពាក់ព័ន្ធទៅនឹងបញ្ហាហ្នឹងបាទពលរដ្ឋថៃជាង10លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារតែខ្យល់ពុលក្នុងឆ្នាំនេះតួលេខដែលធ្វើឲ្យពលរដ្ឋថៃចាប់អាល់បង្ហាញថាក្នុងឆ្នាំ2025ប្រជាពលរដ្ឋថៃនេះគឺរហូតដល់ប្រមាណជាង10លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារតែឥទ្ធិពលនៃខ្យល់ពុល PM2.5 តួលេខបញ្ចេញឲ្យវិជ្ជបណ្ឌិតរបស់ថៃបានដឹងថាគឺជាសញ្ញាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃខ្យល់ពុលគ្របដណ្ដប់ទូទាំងប្រទេសថៃទើបតែពេញមួយឆ្នាំតែម្ដងការផ្សាយនេះគឺការផ្សាយរបស់សង្សាយ Donation ថៃកាលពីថ្ងៃប្រហ័សទី4ខែធ្នូឆ្នាំ2025តួលេខពីខាងមន្ទីរពេទ្យបានបង្ហាញថាក្នុងចំណោមមនុស្សប្រមាណជាង10លាននាក់គឺកំពុងតែមានបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺតជំងឺស្ទះសរសៃផ្សេងៗរ៉ាំរ៉ៃនិងអ្នកខ្លះទៀតកាត់ជំងឺកន្ទួលកាត់ជំងឺភ្នែកនិងកាត់ជំងឺស្បែកយ៉ាងធ្ងន់ធ្ងរបាទបងប្អូននេះគឺជាដំណឹងពាក់ព័ន្ធទៅនឹងបញ្ហាខ្យល់ពុលនៅថៃកំពុងតែវិវហាខាងពលរដ្ឋថៃហើយស្របពេលនៅទីនឆាមរកោវិញបាទកំពុងតែកិច្ចវេះជាមួយនឹងបញ្ហាគេចាត់ប្រកាន់ដោយសារតែបែកធ្លាយថតមួយស្លាកពាក់ព័ន្ធទៅនឹងរឿងថតជាមួយនឹងក្រុម scammer បាទប៉ុន្តែយ៉ាងណាមិញក៏អនុទានឆាមរកោបានឆ្លើយតបឆ្លើយបដិសេធថាមិនមែនជារូបថតមិនមែនជារូបថតដែលថតថ្មីទេគឺជារូបថតដែលថតកាលពីឆ្នាំ2014មកម្លេះអញ្ចឹងតំណាក់តំណងគ្នារវាងលោកនិងក្រុមឧក្រិដ្ឋកម្មផ្សេងៗហ្នឹងគឺមិនមានតំណាក់តំណងគ្នាឡើយអញ្ចឹងគឺអត់មានតំណាក់តំណងគ្នាទេអញ្ចឹងគ្រាន់តែជារូបភាពមួយដោយចៃដន្យតែប៉ុណ្ណោះបាទបងប្អូនអញ្ចឹងសម្រាប់ព័ត៌មាននៅយប់ថ្ងៃទី6ខែធ្នូឆ្នាំ2025នេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយសូមកុំភ្លេច Subscribe ក៏ដូចជា Follow ដើម្បីទទួលបានវីដេអូថ្មីៗដំណើរថ្មីៗពី Channel ខ្ញុំបាទបន្តទៀតសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ